mà dân thôn ra po so bao bọc cô phượng bên lấy tích ở linh cô phượng và chọp nó khang còng rồi dân ở trong này nè bác bò rồi dân và mình miên rong rồi bùi thế và khôi khát này ở dân này hay là ngập cô phượng và một phượng rồi bò rọt cô phượng từ ban lẹ một khang còng rồi dân này cứ col chọp cho mỗi năm cô phượng chỉ phải dân thôn ra mà là bác theo đứa thêm đó đại cô phượng đại đâm bấm phơi nơi xuân cho ba tam đào phơi đập pi đập bấm phơi đại sật được nung tật đây sẽ cắt viên thấm mó khăn cao đi tìm bấm phơi toàn năng thà cọt bạc bò được nung tật than là phèmอย่าง nào thế mà nào ao rồi dún và rê cho cột bọc lao là xuân cho ba bọc vào cô phơi bạc ở mà đầm rồi dún thun đá bạc bẹ lệ ở Phnom Penh BBC chất cốt nâng sai sập rầm bay bạc bò đại bong prom mình nhé đại quạt được chỉ phơi làm nào phải chưa mà bông ấy đây luôn mà đó làចំណុចផ្លូវកោងក៏បែរទួលមុខផ្សារប្រជ័យហ្នឹងដែលអរយន្តបានឡើងលើសួនរេចកោតមកបោះជាមួយនឹងបកគោភ្លើងមកផ្លូវបាក់អស់ម្ដងអរយន្តបែកកង់ហើយចំណែកឯបំពូលភ្លើងដែលដាក់បំភ្លឺផ្លូវហ្នឹងត្រូវបានធ្លាក់លប៉ាត់លប៉ាយបកគោភ្លើងបាក់អស់ម្ដងអរយន្តបែកកង់មកទៅមុខលេងរួយតែម្ដងគឺកលជាប់ជាមួយនឹងបកគោភ្លើងខ្ចក់ក៏ត្រូវបានបែកផងដែរឥឡូវនេះខាងបងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលស្កាត់ពៀនថ្មvàខណ្ឌកោលោកបានចោះមកដល់ចំណុចទីតាំងឡើយកាត់ហេតុនេះផងដែរជំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តធុនត្រាបាទបើកបរដោយបងប្រុសម្នាក់បាទដែលគាត់កំពុងតែឈរជាមួយបងសមត្ថកិច្ចហ្នឹងហើយកលជាប់ជាមួយគោភ្លើងនោះនៅក្រោមរថយន្តនោះបាទទៅមុខលេងរួចតែម្ដងហើយមុននេះបំរុងនឹងយករថយន្តអូសចេញតែអូសរួចណាដោយសារកលជាប់ជាមួយនឹងគោភ្លើងផ្លូវហើយរថយន្តនេះគឺកងជាប់នឹងពាក់កណ្ដាលសួនផ្ទុះពងបាទសុវត្ថិភាពផ្នែកខាងមុខចំណែកអ្នកបើកបរគឺมันមានរងរបួសទេបាទនៅក្បែរនឹងផ្សារព្រៃជ្រៃហើយសភាពនៃរថយន្តបាទប្រិមត្តបានឃើញហើយគឺកលជាប់តែម្ដងជាមួយនឹងគោភ្លើងផ្លូវដែលចំណុចទីតាំងនេះគឺសំបជាប្រិមត្តម្ដងទៀតគឺនៅតាមដោយផ្លូវ217ក្នុងទឹកដីសកាត់ស្ពានថ្មខណ្ឌកោរាជធានីភ្នំពេញដោយបងប្រុសម្នាក់គាត់អត់តនឹងថាគាត់បើកបរនៅក្នុងស្ថានភាពបាទយ៉ាងណាទេបណ្ដាលឲ្យរថយន្តជ្រុលចកោតឡើងលើសួនច្បារចៃទុំផ្លូវបុកជាមួយនឹងបកគោភ្លើងផ្លូវបណ្ដាលឲ្យបកគោភ្លើងបាក់ម្ដងណាហើយសំណាងមែនតើដោយអ្នកបើកបរមិនមានរងរបួសទេបាទខូចខាតរថយន្តហើយនឹងបកគោភ្លើងរបស់រដ្ឋបាទបាក់អស់ម្ដងឥឡូវនេះគឺសមត្ថកិច្ចជំនាញចរាចរណ៍លោកនឹងមកបោះវែងបាទយករថយន្តស្ទូចយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយបាទជុំវិញនឹងករណីរថយន្តធុនត្រាពណ៌សមួយគ្រឿងគឺបើកក្នុងលបឿនលឿនបណ្ដាលឲ្យរថយន្តបួងឆ្កូតមិនទាន់បាទគឺត្រូវបានឡើងមកលើសួនច្បារចែកធុងផ្លូវបុកជាមួយនឹងបកគោភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យបាក់អស់ម្ដងផងដែរអរគុណណាស់ប្រិមិត្តបាទសូមបិទបញ្ចប់ការផ្សាយទាំងនេះរាល់ពីពេជ្រទៅលោកខ្វះខាតដល់កាលណាមួយសំខាន់តែជាស្រ័យដល់ប្រិមិត្តផងបាទអញ្ចឹងទេសូមអរគុណសូមអរគុណលាតែទៅនេះផងដែរ